បាទចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់គូទី2ក្នុងហ្គេមទី1រវាងធីម Last Cake ប៉ះជាមួយនឹងធីម Mac បាទចូលមកភ្លាមជាមួយនឹងឆ្មាក៏ដូចជាសាក់សូសិតតែប្រភេទ Hero Assassin ដូចគ្នាចឹងការ farm អីរៀងបាក់ប្រែគ្នាទេមិនជាយឺតជាងគ្នាអីប្រហែលទេបាទមកគួរសមមកលឿនស្កើតដូចគ្នាបាទអូដល់ហ្គេមនេះ Cypher មានយ៉ាទេកាមុននៅមេកណានៅមួយគ្នាណាបាទមកដល់ចង់វាយគ្នាបាទចង់ភ្លាមជាមួយនឹងសាក់សូ farm បានល្បែ4ឡើងហើយក៏ដូចជាជាមួយនឹងឆ្មានៅក្នុងហ្គេមនេះគឺរៀង farm លែតតិចហើយដោយសារតែគេមានជាមួយនឹងចោ head ចឹងគេ farm orange បើទុកចោលយកតែម្ដងយកតែ pop បើហើយទៅដល់គាត់នឹងលេប orange មួយទៀតល្បែធប់យកតែម្ដងបាទបាទចឹងភ្លាមearly game ហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងតែជាមួយតម្រងលេងធីមទាំងពីរដូចគ្នាផងដែរតែណាមិញចាំមើលជាមួយនឹង game នេះតើឈានទៅដល់ late game សម្រាប់ Flash KA ដែរទេបាទតែបើយើងនិយាយថា late វា hero damage late game ដូចគ្នាបាទចាឥឡូវជាមួយនឹងសាក់សូក៏ដូចជាឆ្មាព្យាយាម farm អាយ៉ាមកធ្នូបួកបានទៅលើឆ្មាបាត់ទៅហើយសាក់សូដោយសារបាយមិញជាមួយនឹងអេមយកអីទៅធ្វើការបើកមុខមិនសាក់សូ retreat បានហើយក៏ retreat ទៅថត spawn បាទអត់ត្រីចឹងមានបញ្ហាអីទេព្រោះថាដូចបាននិយាយជាមួយនឹងហ្គេមទី1នេះហាក់ដូចជាស្ងប់ស្ងាត់មែនលេង safe play រៀងខ្លួនអត់មានវាយគេសំបីតែមកកន្លែងគឺអត់វាយយកតែដល់ហ្នឹងបានសតហ្គេមមួយនេះបាទអត់ទេបើមិញបើយើងអាចនិយាយថាបានជាមួយនឹងការអត់ចាយរីត្រីហ្នឹងដោយសារតែអត់ដឹងទៅឆ្មានឹងដែរបាទចង់ភ្លាមជាមួយនឹងការតេសយកថតយកតែម្ដងជាមួយនឹងថតទី1នេះការ farm ចេញពីចាំងកទាំងសងខាងដូចជាមិនទាន់ចង់បានជាមួយនឹងថតទេហ្គេមមានអារម្មណ៍ថាស្ងប់ស្ងាត់មែនទែនជាមួយនឹង Team Make ហើយនិង Team Flash Cake បាទចឹងអស់ចោជាមួយនឹងទី Cypher ក៏នៅក្បែរនឹងដូចគ្នាតែអត់ទាន់គ្រូ level 4ទេក៏ដូចជាឆ្មាតេសជាមួយនឹងថតទី1ប៉ុន្តែមើល M យក ATM ក៏នៅក្បែរនឹងដូចគ្នា4ទល់នឹង3ហើយយ៉ា4ស្មើមកហើយចាំមើលការ retrieve យោសាន King Airy level 4 M យក ATM level 4ដូចគ្នាប៉ុន្តែមានការ reset ជាមួយនឹងថតទី1អត់ទាន់ហ៊ានប៉ះគ្នាទេ team ទាំងពីរបាទនេះយើងស្ងប់ស្ងាត់មែនតើជាមួយនឹងហ្គេមទី1របស់ពួកគាត់បាទតែសាក់ស៊ូដូចរៀងតែមជាងឆ្មាដោយសារតែអេប៉ាឆាបាទដោយសារតែសាក់ស៊ូគាត់បានជាមួយនឹង2បើហើយបាទតែឆ្មាគាត់នៅកន្លែងតែហូលចុះហូលឡើងអត់មានតនបានយកពបើទេហ្នឹងតែឥឡូវទៅទៀតហើយមើលជាមួយនឹងសាក់ស៊ូស៊ូគេដឹងបើសិនជាឆ្មានៅបន្តការចង់បានថតវិញមើលសាក់ស៊ូលួចបាទសាក់ស៊ូបាទលួចបានបាទថតនេះគេសុខចិត្តហូលចោលហ្មង Yes nó cái đa pha mà trông do mà chấm đánh lơ cục chấm đánh cho tam đó vì mà cho vào team mẹ dạ về rắm thêm tiếng pi đôi chỉ ắt toàn bàn vậy thật thò thì bà farm vô cho mình được objective vô là vậy do tam đó cho mình trang cả máu ai làm thuê cá vậy cho mình được thật thò lươn cho má lươn chạy review sân muốn tôm ăn thật thò đây cho mình được cá bọc ao tại máu sai với cá bắn cho tam đó cho mình được cá grand tepi Airy first blood ban từ lươn cho mình được cyber mình cá bắn bóng vô tam đó đây cho mình được king Airy mình cá đánh quay vô tam đó pi tôi là muối toàn bàn chop cho mình được cá đọ thôi mà vậy thằng này cá set up mình team make set up sát đó này đây là bây giờ có trâu quay có bọc quay từ lươn đi pin mình có lock từ lươn ti khang phi cho mình hai đây mà cho bà con bàn đạch បាទហើយយ៉ាជាប់ជាមួយនឹង stand ចាយ figure មួយពី ATM ក៏ដូចជាមានការដកថយអត់បញ្ហាទេសម្រាប់ ATM ក្នុងការ perform ទៅលើ heal ដែរបាទហ្គេមនេះវាយគ្នាតែអត់ទៅទេបាទឥឡូវមានការចូលមកជាមួយនឹងការយក jungle បានមួយគ្រាប់ទៀតបាទហើយពីសាក់ស៊ូនៅក្នុងហ្គេមនេះដូចជាមិនសូវជាសង្គ្រឹះថ្មិញឯប្រហែលទេបាទមកល្មមមកវាយយកទៅ objective ក៏ដូចជា farm យក level តែម្ដងមកយកតែម្ដងពីទេធ្វើការកាប់អាស្គីយកតែម្ដងឲ្យយ៉ាល្អមែនទេពីឆ្មាធ្វើការកាប់ជាមួយនឹង stand ក៏ដូចជាបានគៀទៅលើ oxygen ទេបាទចាញ់ជាមួយនឹងការបោកវាយយកតែម្ដងឲ្យតែឃើញ map cypher ដើរញ៉ៃជាមួយនឹងការបាត់ចេញពីទីមកវិញដូចគ្នាបាទចឹងហ្គេមនេះហាក់ដូចជាផ្អៀងមកខាង team Flan តិចដែរភ្លាម4នាទីដំបូងវាយតែ2 kill អីទេបាទ2 kill តែយ៉ាងណាមិញជាមួយនឹងការនាំមក goal ដូចជាមិនសូវច្រើនដែរដោយសារតែមុននឹង join team fight នីមួយសាក់ស៊ូតែតែ farm បានមុនរត់សាក់ស៊ូតែ clear lane មុននឹងវាយគ្នាដូចគ្នាមុនដែរអញ្ចឹងបើពេលដែលគាត់ដាច់ឬមិនដាច់នៅក្នុង team fight ក៏គាត់បានធ្វើអ្វីដែលគាត់ត្រូវធ្វើហើយអញ្ចឹងធ្វើឲ្យ goal នឹងវាអត់កម្រិតគ្នាបាទមកតង់ទៅអត់សាក់ស៊ូអត់ដែរវាយទេអត់វាយទេហ្គេមនេះអត់វាយទេបាទវាយបាទចឹងថតទី2នឹងការមកក្នុងពេលបន្តិចទៀតនេះផងដែរអ្វីដែលសំខាន់ជាមួយនឹងការ set up ពីសមាជិករបស់ team ទាំងពីរល្អដូចគ្នាទាំង flash
ទាំង team Mac សិតតែ set up team fight ល្អដូចគ្នាបាទតែមិនមែនដោយសារតែ team Mac អាចនិយាយថាគាត់ផ្ដោតទៅលើទីខ្លាំងពេកជាមួយហើយតែគាត់ខំណាបាទអញ្ចឹងចាំមើលជាមួយ total ទី2ម្នេះ total ទី2 game នេះអាចមានតែ3 total តែ2 total ទេបាទ2 total ទេกับសក់ប៉ោងមួយបាទហើយមើល total តាគូបាទចាឥឡូវភ្លាមតែយកថថយកតាមដងតែយកមួយជាមួយនឹងទីក៏មានការបាត់ map ចាយ flicker មួយបណ្ដាពីទីក៏ដូចជាមានការម៉ាត់យកតាមដងតែម៉ែពីទីមកទីអត់មានបញ្ហាជាមួយនឹងការដាក់ជាមួយនឹងទីបាទហើយចាយ flicker មួយជាមួយនឹង cyber បោះទៅលើឆ្មាបន្លាយឆ្មាធ្វើការកាប់វិញទៅលើ B មកចាយ flicker មួយ skill បានជាទៅលើជាមួយនឹង donut មានការទិញវាយជាមួយនឹង king area យកតាមដង king area ចង់ទៅណាក្តោបមួយប៉ោងមកគ្រាប់ចុងក្រោយ double kill sky vessel 10 stack ក៏ដូចជាកន្លែងនេះជាមួយឆ្មា retreat យកជាមួយនឹងថថទី2បានហើយប៉ុន្តែយកមកជាមួយនឹងសាក់សូយក orange បានដកថយលឿនឆ្កើយកទទួលស្គាល់ការវាយបែបនេះចំណេញជាងគេគឺសាក់ស៊ូដែលគាត់ flank ក៏ប៉ុន្តែឆ្ងល់ថា team Mac ហេតុអីផ្ដោតទៅលើទីខ្លាំងម៉េះពី team fight ណាដែលគាត់ផ្ដោតទៅលើតែទីសុទ្ធនោះបាទជាការ game plan គាត់មកអញ្ចឹងហ្នឹងហើយអាច game plan បាទផ្ដោតទៅលើតែទីគេមកគេថាទីជំនះshort call ជំនះអីចឹងគេវាយពិបាក short call អញ្ចឹងណាបាទចាឥឡូវមានការដោះដូរជាមួយនឹង trade មួយដែរបន្តឡើងក៏មានការបាត់បង់ហើយពី team flash cage ប៉ុន្តែជាមួយនឹង team ម៉េចក៏បាត់បង់ជាមួយនឹង top lane ដូចគ្នាជាមួយនឹង team 1តែបើរុញឲ្យ flash គាត់មាន early game ប្រយ័ត្នគេ snowball បានមុនណាហើយណាមួយគេមាន oxygen ដែលគាត់លេងទៅលើ Sicilian អាចឈានទៅដល់ late game ឬកាន់តែខ្លាំងបាទអូយទៅហើយ Bimo ជាប់មកកឹបសាក់ប៉ោងក៏ដូចជាមានការបើក ultimate យកតែម្ដងពី oxygen ប៉ុន្តែ Bimo ធ្វើការបើកឆាកមួយហោះលឿនស្កើតយកតែម្ដងពី Bimo បាទCypher ដូចអត់មានបានចាប់គេច្រើននោះទេពី Cypher បាទ game មកនេះណាមួយស្មើមកពីទីដែរទីគឺបើក map រត់មើលឃើញ Cypher ឡូតហើយបើឃើញ Cypher ក៏ចាប់វាយយកហ្មងបាទនិយាយតែទីដឹង map បាទឥឡូវជាមួយនឹងការម៉ាត់ Cypher ចាញ់មួយចូលជាមួយនឹងការពួនខ្លួនឯងទៀតបាទអស់អូលមួយសាក់ស៊ូតែសវិទេមិនឡតចាញ់មកតែ early game ในការលេង 1600 goal ពី team flash គឺប៉ិតល្អមែនបាទ team Mac ក៏មកឡតអីមិនវាយគ្នាបានព្រោះគាត់ធ្វើការ line មាន damage ដែរព្រោះ early game បច្ចុប្បន្ន Donut ក៏មានជាភាសា KD គាត់ 2-0 មក2-0-1បាទ Sky Piercer Stake អាចមាន10 stack ទៅហើយទីធ្វើការចាប់ជាមួយនឹង King Area យកតាមដល់ជាមួយនឹងការម៉ាត់ចុច space ជាមួយតែអាចមានការដាច់យកតាមដល់ជាមួយនឹង Donut ធ្វើការបង្ហើយលុយរាយពី Donut Ultimate cover ពី Bimo នៅតែមកជួយមិនបានដូចគ្នាព្រោះដោយសារមិនជាមួយនឹង team make play ចេញ cancel ដាក់300យកតាមដល់ជាមួយនឹងការកឹបសាក់ប៉ោមួយទៅលើ line អូយ line អីយ៉ា line អត់មានបញ្ហាណា line កុំលេងសើចជាមួយនឹង Donut Ultimate ឈឺខ្លាំងមែនតើព្រោះឥឡូវជាមួយនឹង Sky Piercer របស់គាត់គឺ20 stake បាត់ទៅហើយពី Donut អូយCypher ចាញ់ game play របស់ទីមែនបាទជាមួយនឹងឡតទី1តែយកតាមដងពី Flash KH Cypher មកឲ្យធ្វើការបុក Ultimate យកតាមដងទៅលើ ATM តែអត់មានបញ្ហាជាមួយនឹងការចាយ flicker មួយពី ATM រត់លឿនឆ្កឹកក៏ដូចជាឡតទី1បានទៅលើ Flash KH អូយ game នេះ Flash គឺលេង smooth ខ្លាំងមែនទែនបាទ Cypher អត់តហ៊ានចាប់អីចាប់មកគេ flick ទៅវិញបាទតែពួកគាត់មាន damage បោកតែតាមពិតមានភាសាមានជាមួយ Nolan ហ្នឹងសាបុកដៃតែឡៃសាក់ស៊ូគាត់ប្រកាសក្នុងការ farm លួចរហូតស្វានៅក្នុងហ្គេមនេះបើបានក៏បានតែ1 បើហ្នឹងតែងាយបាន2 បើណាតែបច្ចុប្បន្ន9នាទីត្រឹមឡតទី1ការលេខត្រឹមតែ 2k goal ដូចជាមិនលេខអីច្រើនគ្រាន់តែថាអីយ៉ា midland ឆាយបាទអូទៅហើយជាមួយនឹងការចាប់បោះយកតាមដងជាមួយនឹងការម៉ាត់តែអត់មានបញ្ហាជាមួយនឹងការចាយ flicker តែយកមកជាមួយនឹង ATM ក៏មានការទៅយកតាមដងកាប់ពីឆ្មាធ្វើការខ្វាយទៅលើ King Area តែអេងរេអត់មានបញ្ហាទេរៀងតាន់តែក៏ដូចជា Bimo អាចជាប់កឹបសាក់ប៉ោងលបអុកស៊ីចិនឡើយនឹងយើងឃើញអាពេលដែល Cypher គាត់ហ៊ានលេងហ៊ាន pick off ទោះបី ATM ជា front line ដ៏តាន់មួយក៏នៅតែដាច់អត់តែមិនដោយសារតែលើកទី1ចាប់ទៅគេ flick បាទអានេះអាចនិយាយបានថាប្រហែលជាមកពី team Mac គេមាន face game របស់គេដឹងនៅតារាសនៃ power spike របស់គាត់នៅពេលណាបើថា damage ដល់ពេលណាបាទគេជុំវាយគ្នា commit វាយយកមកនេះអាចអញ្ចឹងមកតាមមើលតើគេដែរ Cypher បណ្ដាមានការ make play ចេញពីទីមុនយកទៅដល់ជាមួយនឹងការបោះ ultimate ពី Bimo អត់មានបញ្ហាដែរតែជាមួយនឹងឆ្មាបាត់បង់បាត់ហើយឆ្មាអើយយកជាមួយនឹង King Area ក៏ទៅដូចគ្នាកន្លែងនេះជាមួយនឹងសាក់ស៊ូធ្វើការផ្ដាច់ជាមួយនឹងទីបណ្ដាចុងក្រោយចាយ flicker កំសាប់ប៉ោពី oxygen ធ្វើការដេញមាច់យកទៅដល់ជាមួយនឹង Donut អត់បញ្ហាទេមាន flicker ដែរទេពី Bimo ធ្វើការម៉ាត់ ultimate មួយផងដែរពី Donut អាយ៉ាអីដាំ
ដូណាត់តាសតដោនអាងឹតមុខឆឹង បាទដាច់ពីស្មានៅបន្តការធីម fight ដូចគ្នាផងដែរតែដូចតែបាននិយាយជាមួយនឹង game មួយនេះនៅពេលដែល Cypher គាត់ហ៊ានលេងគាត់ហ៊ានបោកទោះបីបោកអ្នកណាក៏ដាច់ដែរណាមួយមិនមែនជាមួយនឹង Bimo គាត់អត់បាន target នៃការ lock របស់គាត់គឺទៅលើ Donut ទៀតគាត់បានភុកទៅលើ Donut តែតែគាត់ចង់ pick off ទៅលើឆ្មាពេកបាទអញ្ចឹងជាមូលហេតុដែរទទួលស្គាល់ការ pick off ដែរក៏ប៉ុន្តែ Donut ក៏ free damage ដែរអញ្ចឹងបើសិនជាបន្តិចទៀតណាបើសិនជា teammate គាត់ចាប់ផ្ដើមមាន damage ភាសារបស់ Bimo តែងតែ lock ទៅលើ Donut ហ្មងតែ2បន្តុក3បន្តុករត់ចាក់ជើងគ្នាយកហ្មងអញ្ចឹងធ្វើឲ្យសមាជិករបស់គាត់អត់មាន damage គេបុកគេស្រួលវាយដូចគ្នានេះគេមាន spell flicker ពី ATM បាទអញ្ចឹង Cypher អត់មាន spell នោះទេគួរសម្រាប់ចិត្តឲ្យច្បាស់អូយ check map ល្អមែនតើពីដូនណាអូតែមែន check map មួយត្រូវពីរ៉ូធ្វើការហត់លឿនឆ្កឹះយកតែម្ដងពីសមាជិករបស់ team មិនអូខេព្រោះវាយឡើងនេះដើម្បីឲ្យ split យក turret ឬក៏យ៉ាងណាតែដោយសារតែ lot នៅខាងលើដូចជាពិបាកតិចបាទពិបាក split លើមែនតើព្រោះ tier 1 turret នេះអាចនឹងនៅបន្តដដែលជាមួយនឹង lot ទី2ដល់ lot ទី1គឺប្រឡែងចោល clear ឲ្យ free ពីខាង team Flash គេដោយសារសមាជិកដាច់12ដូននឹង2ហ្នឹងបញ្ញវន្តការ Cypher និយាយពី map ដូចជា map តិចជាងទៅលើទីជាមួយនឹងការបើក map ណាបាទប៉ុន្តែខ្ញុំឃើញអ្វីដែលខ្ញុំកាត់ចំណាំមួយគឺ King Ari គាត់យកជាមួយនឹង Emblem Full Cell ទៅកាត់ Emblem កាត់ជាមួយនឹង cool down ទៅលើ spell ហើយនឹង active item ដែលគេទៅធ្វើការផ្លាស់ប្ដូរបាទចាឥឡូវជាមួយនឹង lot ទី2បានចេញមកហើយកັບសាប៉ាមួយពី Oxygen ធ្វើការវាយទៅលើ King Ari ឈឺខ្លាំងមែនតើជាមួយនឹង ATM ផ្លែងពីខាងក្រោយអាចនឹង lock ទៅលើ Bimo ឬក៏យ៉ាងណាជាមួយនឹងការយក lot reset ឬក៏មិន reset បាត់ទៅហើយ cancel ទៅហើយពីទេ1 2 3ពុកចាប់ជាមួយនឹង King Ari មុនគេយក lot ដល់ជាមួយនឹងការ plus ជាម្ដងក៏មានការវាយពីខាងក្រោយចាប់ flicker មួយម្ដងពីជាមួយនឹង ATM អាចមានបញ្ហាដែរទេជាមួយនឹងសាសូធ្វើការដាក់ទៅហើយជាមួយនឹង ATM អត់តាន់ទេពីសាសូ game plan បាញ់មិញលោមែនទេបោកកាទៀលយក slow ពី King Ari គេបោកក្រោយបង្ហើយជាមួយនឹងឲ្យ ATM អស់ spell flicker ឲ្យសាសូចំណាប់បង្ហើយទៅលើ ATM យកតែម្ដង wow what a plan ពីខាង team Max បាទបាញ់មិញតែអូយទេបាក់ជើងពុកអត់តែយកតាមដងទីអាចមានបញ្ហាដែរតែជាមួយនឹងការចាយ flicker មកដល់ក្តោបអត់ទៅទេបាត់បង់បាត់ហើយជាមួយនឹងទីព្រោះជាវត្តមានរបស់ Bimo ធ្វើការហោចោលតែយកតាមដងលក្ខណៈថារៀងខ្នាញ់ណាជាមួយដូណានេះក៏ប៉ុន្តែដូចបាននិយាយពីធីមនេះgame plan គឺច្បាស់ដូចគ្នាស្អាតដូចគ្នាមុនធ្វើអីមួយគឺគេ set up មកស្អាតដូចគ្នាបាទល្អមែនតើជាមួយនឹងការ set up មិនមែនជាមួយនឹង Cypher ដែលគាត់បោះទៅលើ ATM ដូចដំបងកាកាបាននិយាយមិនបោះ ATM មិនបោះទីបាទទីហើយបោះជាមួយនឹង ATM ក៏ដូចជា lot បានទៅលើជាមួយនឹង team Make បាក់ ultimate cover គ្នាយកតាមដងពី King Ari look at communication communication នេះសាហាវដូចតែបាននិយាយជាមួយនឹង team Max season នេះมันអាចមើលម្លងបានទេបាទมันអាចមើលម្លងព្រោះការលេងរបស់គេយ៉ាងល្អដូចគ្នាណាមួយយើងឃើញជាមួយនឹង speed farm របស់សាក់សួរលឿនជាងឆ្មាហ្នឹងបើយើងកន្លែងមើលលុយលឿនជាងលុយដាច់ 2000 លុយទៅលើឆ្មាទាំងដែល go មុនហ្នឹងគាត់ចាញ់ទៅលើ team Flash ណាបាទឥឡូវជាមួយនឹង Team 1យកបានហើយពីវត្តមានរបស់ Team Make អានមានបានយកជាមួយនឹង T2 បន្ថែមទៀតទៅហើយ Cypher ជាប់មួយម៉ាត់របស់ទីបណ្ដាបុកជាមួយនឹង RT មិនអត់ចាញ់ទេជាមួយនឹងការបុកបណ្ដាទៀតបណ្ដាពីទីធ្វើការជាមួយនឹង cover ដូចគ្នាគេបេតនោះទេ lot នេះយកបាន Tier 3គឺជាផលសម្ដែងមានការកាក់មាននៅខាងលើក៏ដូចជារុញមានបុកជាមួយនឹង Tier 1និង Tier 2 go ដែលទាញយកមកវិញពី 2K បច្ចុប្បន្នការក្រាបទេទៅហើយពី King Ari Oxygen ធ្វើការក្តោបកោបសក់បងយកតាមដងជាមួយនឹង Cypher បន្តអត់បញ្ហាទេជាមួយនឹង T2 ក៏មានការយកបានបន្តជាមួយនឹង ATM ក៏មានការទៅយកតាមដង ATM ចង់ flank ពីខាងក្រៅគេដឹងមុនជាមួយនឹងការម៉ាត់ចេញពីសាក់ស៊ូដើម្បីចាញ់មកទាំងកង់យកតាមដងបាទតែមែនពី Bimo ទៅជាមួយនឹង game នេះអាចមានការយកបាន T3 ដែរទេមានការដកថយក៏ដូចជា clear ជាមួយនឹង land បានល្អខ្លាំងតែពីវត្តមានរបស់ team គាត់តាន់ណាទី1គាត់មាន spell flicker ទៀតហើយគាត់ត្រូវមើលឲ្យធំថាសាក់ស៊ូមានប្រឡែងហេតុស៊ីចឹងទីមេឃតែមកផ្លែតគាត់ទៅយកមកអូសំខាន់គាត់ចេញ AC នៅបាទបើគាត់មាន AC អាចទប់បានណាមួយ damage បច្ចុប្បន្នមាន Bimo មាន live សិតតែជា damage ដែលនុក damage ដែរអញ្ចឹងបើសិនជាគាត់នៅតែឲ្យដើរ front line ឬមួយក៏ឲ្យសមាជិករបស់ team ចាប់បានណាម៉ាំងគឺទៅយកតែបងដូចឥឡូវដូចខ្ញុំនិយាយអត់ណៃកើនៅ early game គាត់អត់ចង់វាយអូគាត់អត់ចង់វាយគឺដោយសារតែ damage គាត់អត់ទាន់ដល់ជាមួយនឹងការបោះចូលមកគឺគេតែងតែ bait គាត់ដោយសារចាយជាមួយ spell ក៏ដូចជាការចាប់មកពីទីតែនៅពេលដែលគាត់មាន damage គ្រប់គ្រាន់នៅទី1អាចមានឱកាសរុញឲ្យសមាជិកដែលចូលមកជួយនឹងអត់ហ៊ានចូលជួយទី2មាន damage វាយទៅលើ backline ដូចជា ATM អញ្ចឹងដល់គាត់ដឹងថាគាត់ត្រូវលេង first game នៅដល់នាទីប៉ុណ្ណាដែលជា power spike នៃ damage របស់គាត់ហ្នឹងដើម្បីលេង team fight ជាមួយនឹងខាង team Flash Cake wow team Max តែ team Flash Cake
anh đằng đằng គេដឹងគេដឹង ទីដឹងចូលមកជាមួយនឹងអីដល់បើកមុខដូចមានការបើកអត់តែមិនយកតែម្ដងរត់លឿនឆ្កឹតសាក់ស៊ូអត់បញ្ហាទេសម្រាប់គាត់បាទ អូចាយរីត្រីអូឆ្មាមិញយកបានហង បាទ សាក់ស៊ូរីត្រីយក ហ្នឹងហើយចៅតុករីត្រីក៏ដឹងធ្វើអីព្រោះឡត30 second ទេនោះ ហ្នឹង បាទជាមួយនឹងអេម៉ូតliquid ដោ មានអារម្មណ៍ថាអ៊ីម៉ូតហ្នឹងដូចជានេះហ្នឹង ឌឺ ចាប់ដើមឌឺទៀតនេះ ណង ចំ អេម៉ូតហ្នឹងអាម៉ូតឡើយគេចាញ់អាឌឺបានឡើយ ខ្ញុំដល់ផ្ទះតិចមួយដែរមក ដល់ផ្ទះសុំមេមួយ តែ ដែរ មួយហ្នឹងខ្ញុំទិញទាំងអស់ហ្មង អូកប់ ទាំងអស់ហ្វីលីពីនដូចជាមាន4ហីដូមាន4ហី អញ្ចឹងដល់សុំមេអ្នកមើលនេះ ណងមេយើងនៅក្រោមហ្មង អាចស្ដាប់ខ្មែរអាចស្ដាប់ខ្មែរ បាទ I love you and I love your diamond បាទចាឥឡូវភ្លាមជាមួយនឹង Lord ក៏មានការ spawn មកវិញគ្នារយៈពេល15នាទីហើយទីបាទ Mate take មើលជាមួយនឹង King Aris ក៏នៅនឹងដូចគ្នាហើយរំតានអត់ ហ្គេមនេះបើសិនជាអាចខ្ញុំជឿថា team mate នឹងលេងធ្វើមិនឲ្យមាន pressure គេធ្វើចឹងគេ គេនឹង hold ហ្គេមនេះធ្វើមិនឲ្យមាន pressure តែយ៉ាងណាមិនក៏ត្រូវគួរប្រយ័ត្នជាមួយ damage របស់ oxygen ដែរនៅពេលដែលរត់តឡាតឃើញ Sicilian KD ក៏ល្អដូចគ្នាអញ្ចឹងបើហ្គេមនេះរត់តឡាតរត់តែពិបាករបស់ Sicilian របស់ oxygen បាទមានខាងលើក៏រៀង pressure រុញដែរខាងក្រោមរុញទៅអូ look at that ហ្នឹង look រហូត at that និយាយទៅតាំងពី ម៉ែ ថត វ៉ាន់នេះអី អត់គេលួច orange មើល Hilda AC ដែរតែគាត់តែការ twilight មួយទៀតមិនតបជាប់ damage នោះឈឺខ្លាំងពេក បាទ បាទហើយ focus mark ដែលជាអំឡុងរបស់ទីគាត់យកបន្ថែម damage ដានទៅលើ enemy 6%នៅពេលដែលយើងប្រើ skill ហើយបូក move speed យើង 10% ទៀត បាទ អូយមាន pressure team flash ខ្ញុំសម័យរូបភាពមាន pressure ហ្មងជាពិសេសគឺកន្លងសាសាក់ស៊ូ មកតងអីទេអមអានមានបញ្ហាដែរទេជាមួយនឹង King Aris ជាប់ជាមួយនឹង stand បាក់អត់ទេអត់បាត់ហើយអត់តែពី King Aris ធ្វើការវាយទៅលើអីទេអមយកតែតងជាមួយនឹង2 Monakin ធ្វើការដាក់អត់តែតែមានការចាយ flicker លឿនស្កាត់យកទៅតងអត់តែពីដូណាត់ធ្វើការដាក់ជាមួយនឹង King Aris ទីលងខ្លួនមកក្តាប់ដៃយកទៅតងជាមួយនឹង Kaiwa ខ្លួនឯងផ្ដាច់សាក់ស៊ូចោលទៅដល់ពីលូសាជាមួយនឹងការផ្ដាច់ទៅលើទីដូចគ្នា អូចិត្តត្រជាក់ដូចគ្នាប៉ុន្តែនៅតែលងទីមួយដ អូយ ដែល វាក្រោម អូយល្អដូចគ្នាដូចបានទេគេអេ complete គេ complete កុំភ្លេច ទីងតាក់ទីងទៅហើយទៅអុកស៊ីហ្សែនមើលម៉ែផងអុកស៊ីហ្សែន ហ្វាស់ឡរហើយ អុកស៊ីហ្សែនមួយ បាទអីដែលធ្វើការបើក map អាយនឹងហ្វាស់ឡរដែរទេក៏ដូចជាកន្លែងនេះជាមួយនឹងវត្តមានឆ្មាក៏នៅនឹងដូចគ្នាតើហើយបងអត់តែយកតតចាប់ទៅលើអីដែលមុនគេអត់មាន flicker ទេជាមួយនឹងការដាច់យកតតពីឡាយធ្វើការវាយយកជាមួយនឹង Lord retrieve user បានលើសាស៊ូ នេះហើយអ្វីដែលខ្ញុំនិយាយថាធ្វើទាំងពីរ plan game មានដូចគ្នាឃើញអត់មិញគេមានឱកាស fast load តែអត់ fast load ទេព្រោះដឹងថា ATM នឹងចូលមក ហ្នឹង ចឹងគាត់តែ ATM រត់ចូលអៀង over បន្តិចផ្សាយផងពុកម៉ាំងបោះពង pick ឲ្យយកបងគាត់តែអស់ ATM ទេអាហ្នឹងដើម 100% ជួបាន load យក Oh my god បាទជាមួយនឹង team ដែលមាន strat ច្បាស់លាស់ទាំងពីរហ្នឹងបានយើងឃើញសាច់ game របស់ Mobile Legends ល្អមើលត្រង់ហ្នឹងបង បាទតែឆ្ងាញ់ គូល្អមើលចឹងឥឡូវតាមតាគួយគេតាគូល្អមើលមើលមួយផ្លែដឹង8 10ទីអត់ អត់ដឹង មើលអត់ដឹងទេ អត់ដឹងទេយ៉ាង8 10ទីដូចមួយ plate ហ្នឹងហើយយើងមើលទៅជក់ចិត្ត ហ្នឹង ពេក ណាគូមិនអាចល្អមើល ហេមានណា ជាយកអន់ពេក អូខេ បាទចាឥឡូវភ្លាមជាមួយនឹង Lord ដើរផ្លូវតំលែងក៏ដូចជាវត្តមានរបស់ Cypher បាទអត់តែយកទៅដល់ពី King Aris ធ្វើការ cover ទៅលើ Donut ធ្វើការ clear lane បានហើយទេ Cypher គេចុច conceal មកហើយទៅហើយពី Cypher បុកអត់ទីឬក៏បុកទេជាមួយនឹងការបាក់អត់តែយកទៅដល់ពី P-Mode ធ្វើការ Noise ក៏ដូចជាកន្លែងនេះជាមួយនឹង ATM ក៏មានការបាត់បង់យកទៅដល់អាន clear Lord បាន free ឬក៏យ៉ាងណា Minion តាមមកផ្លូវ mid lane ជាមួយនឹង T3 ក៏មានការកោះយកទៅដល់ពី Team Bank អាចកោះបានឬក៏បាន option ធ្វើការក្តៅមួយជាមួយនឹងការ clear ក៏ដូចជាកន្លែងនេះជាមួយនឹងការបាយ T3 នៅផ្លូវ mid lane ដូចជា T3 នៅខាងផ្លូវ top lane អាចនឹងបន្តការយកតាមទៀតផងដែរមកដៃចុងក្រោយបាយអស់3ផ្លូវបានហើយសាក់ស៊ូបាត់តង់ទៅលើជាមួយនឹងការបាយទៅលើឆ្មាដៃឆ្មាចូលដល់ក្នុងផ្ទះដូចមានការបាក់អត់ទីយកទៅដល់ចាំដល់ណាត់ Winter Crown ជាប់ឬក៏ជាប់ដូនណាត់បាយទៅ GG ហ្គេមទី1ក៏បានแล้ว Team Mac អត់អាចលេងសើចបានទេដោយតែបាននិយាយ